នៅក្នុងភូមិភាគនិរតីនៃខេត្តតាកែវមានអតីតមន្ទីរពេទ្យខេត្តមួយដែលត្រូវបានបំផ្លាញទៅជាផ្ទះឈឺសម្រាប់កម្មករសម័យ1975តាមពិតទីនោះគឺជាកន្លែងដែលគេទុកអ្នកដែលជិតស្លាប់ដោយសារការអត់ឃ្លាននិងជំងឺឲ្យដាច់ដោយឡែកពីគេមុននឹងយកទៅកប់ចោលគ្មានពេទ្យគ្មានថ្នាំមានតែភាពងងឹតនិងការធ្ងោយំប៉ុណ្ណោះរឿងដ៏ព្រឺព្រួយបំផុតនៅផ្ទះឈឺនោះគឺនិយាយពីស្ត្រីម្នាក់ឈ្មោះនាងសៅភានាងមានផ្ទៃពោះ8ខែហើយតែត្រូវបង្ខំឲ្យធ្វើការធ្ងន់ដោយកម្មករដទៃនាងសៅភាបានធ្លាក់ខ្លួនឈឺធ្ងន់ហើយត្រូវបញ្ជូនមកកាន់ផ្ទះឈឺនេះនៅយប់មួយនាងបានឆ្លងទន្លេទាំងវេទនាគ្មានជំនួយគ្មានពន្លឺទាំងនាងនិងកូនក៏ដាច់ខ្យល់ស្លាប់នៅលើក្តារកន្ទេលរហាយក្រោយមកនៅដើមឆ្នាំ1977កម្មករដែលត្រូវបញ្ជូនឲ្យយាមឬសម្អាតនៅទីនោះតែងតែនិយាយតគ្នាពីភាពចម្លែកពួកគេឮសូរសំឡេងស្ត្រីធ្ងរលាយឡំនឹងសំឡេងក្មេងយំខ្សឹកសួរចេញពីបន្ទប់ចាស់ដែលនាងសៅភាស្លាប់មុនីជាយុវជនម្នាក់ដែលទៅតែត្រីបានតែងតាំងជាញាក់យាមវេនយប់នៅផ្ទះឈឺនោះមុនីជាក្មេងដែលមិនងាយជឿរឿងខ្មោចទេតែត្រូវបង្ខំឲ្យបំពេញភារកិច្ចនេះយប់ទី1ពេលកំពុងដើរល្បាតតាមសាវធំដងងងឹតមុនីមានអារម្មណ៍ថាដូចជាមាននរណាម្នាក់កំពុងតែដើរតាមគេពីក្រោយពេលគេងាកទៅវិញគេឃើញតែភាពស៊ុនឈឹងតែពេលដែលគេដើរដល់មុខបន្ទប់នាងសៅភាមុនីក៏ឮសំឡេងខ្សឹបមួយដន្លងដន្លោយថាបងជួយអូនផងកុំយើងឃ្លានទឹកដោះណាស់មុនីភ្ញាក់ខ្លួនព្រឺសម្បូរគេដឹងច្បាស់ថាជាសំឡេងស្ត្រីវ័យក្មេងគេក៏ឆ្លើយតបដោយសំឡេងញ៉ាញឿថានាងញាក់ណានឹងខ្ញុំមិនមែនជាប្តីរបស់ញាក់ទេសំឡេងនោះក៏សោកហួចចិត្តហើយបន្លឺឡើងវិញថាតែយើងមិនបានសុំប្តីទេយើងសុំតែការបំពេញបំណងរបស់យើងប៉ុណ្ណោះឲ្យតែយើងអាចបំបោកកូនបានភ្លាមនោះទ្វារបន្ទប់ចាស់ក៏ចាប់ផ្ដើមបើកយឺតដោយមានក្លិនឈាមស្អុយរលួយសាយភាយចេញមកមុនីឃើញស្រមោលស្ត្រីពោះធំម្នាក់កំពុងអង្គុយអង្រុនកូននៅជ្រុងបន្ទប់រូបរាងរបស់នាងស្លេកស្លាំងសក់រញ៉េរញ៉ៃហើយមានស្នាមអុជខ្មៅដូចជាដាច់សាច់នៅលើមុខភាពរន្ធត់កាន់តែខ្លាំងនៅពេលដែលមុនីសម្លឹងមើលទៅរាងកាយរបស់នាងសៅភាគេឃើញថាពោះរបស់នាងនៅតែធំហើយមានស្នាមរហែកខ្មៅជំវិញពោះនោះនាងកំពុងកាន់វត្ថុខ្មៅតូចមួយដែលគេអាចទាយថាជាកូនរបស់នាងសៅភាចាប់ផ្ដើមនិយាយដោយសំឡេងខ្សឹបថាកូនយើងមិនទាន់បានភ្លោះໄວទាំងអស់មុននឹងស្លាប់ខ្ញុំប្រាថ្នាចង់បំបោកកូនឲ្យឆ្អាតតែខ្ញុំមិនមានទឹកដោះទេខ្ញុំមានតែពេលនាងនិយាយចប់រូបរាងនាងក៏ចាប់ផ្ដើមអណ្ដាតចេញពីជ្រុងងងឹតមកជិតមុនីបន្តិចម្ដងបន្តិចមុនីព្យាយាមរត់តែដូចជាខ្លួនត្រូវបានចាក់សោដោយកម្លាំងអមនុស្សអ្វីមួយយ៉ាងពេលដែលនាងចូលមកដល់ក្បែរមុនីឃើញថាអ្វីដែលនាងកំពុងបំបោកនោះមិនមែនជាទឹកដោះទេតែជាឈាមកាប់ដែលហូរចេញពីស្នាមរហែកនៅលើខ្លួននាងឯកូនដែលនាងបំបោកនោះគឺជាទារកដែលមានរាងកាយស្លេកស្លាំងភ្នែកធ្លុងខ្មៅដូចវិញ្ញាណដែរកូនយើងត្រូវការអាហារបំពន់នាងសៅភានិយាយទាំងទុកមុខញញឹមយ៉ាងគួរឲ្យខ្លាចឯងអាចផ្ដល់វាឲ្យយើងបាននាងបានលូកដៃដែលត្រជាក់ដូចទឹកកកមកកាន់ដៃរបស់មុនីដឹងថាខ្លួនកំពុងត្រូវខ្មៅចាប់ហើយគេក៏ខំប្រមូលកម្លាំងដែលសល់តិចតួចស្រែកហៅឈ្មោះម្ដាយរបស់ខ្លួនយ៉ាងខ្លាំងថាម៉ែជួយកូនផងសំឡេងស្រែកនោះបានធ្វើឲ្យវិញ្ញាណនាងសៅភារងើបន្តិចមុនីឆ្លៀតឱកាសនោះក៏រើខ្លួនដាច់ចេញពីខ្មោចហើយរត់ចេញពីផ្ទះឈឺទាំងមិនដឹងខ្លួនទាំងដួលទាំងក្រោករហូតទៅដល់ទីតាំងកម្មករមុនីបានរស់រានមានជីវិតតទៅទៀតតែរឿងនោះបានធ្វើឲ្យគេคล้ายទៅជាមនុស្សឈួនលីលាគេតែងតែនិយាយពីខ្មោចពួកធំនិងកងខ្មោចឃ្លានឈាមពួកអង្គការគិតថាគេคล้ายទៅជាមនុស្សវិកលចិត្តក៏បោះបង់គេចោលក្រោយមកគេបានរកឃើញថានាងសៅភាមានបំណងចង់យកឈាមកម្មករណាដែលនៅក្បែរនោះមកបំបោកកូននាងដើម្បីបំពេញបំណងដែលនាងមិនបានធ្វើពេលនៅរស់គេក៏ជឿថាព្រលឹងនាងនឹងនៅតែបន្តឡងបន្លាចនៅទីនោះដរាបណាកូនរបស់នាងមិនទាន់បានទទួលអាហារគ្រប់គ្រាន់ឬរហូតដល់ពេលដែលមានអ្នកណាមកធ្វើបុណ្យឲ្យនាងតាមប្រពៃណីទើបនាងបានស្ងប់ចិត្តសប្តាហ៍ថ្ងៃនេះផ្ទះឈឺចាស់នោះនៅតែមានវត្តមានតែគ្មាននរណាហ៊ានចូលចិត្តឡើយពេលយប់ខាងងងឹតអ្នកស្រុកនៅតែឮសូរសំឡេងធ្ងរលាយឡំនឹងសំឡេងអង្រុនឡងចេញពីអតីតមន្ទីរពេទ្យដ៏គួរឲ្យកែឡែកនោះ